តើបងប្អូនធ្លាប់ស្រមៃទេថានៅអាយុ28ឆ្នាំក្លាយជាស្ត្រីមេម៉ាយកូន2កូនម្នាក់អាយុ4ឆ្នាំម្នាក់ទៀតទៅតែ4ខែកន្លះថ្ងៃនោះជាថ្ងៃដែលជីវិតខ្ញុំបែកជាពីរមួយផ្នែកជាការឈឺចាប់ហើយមួយផ្នែកទៀតជាការទទួលរ៉ាប់រងធំជាងមុនឆ្នាំ2013ខ្ញុំទៅតែអាយុ28ឆ្នាំប៉ុណ្ណោះប៉ុន្តែត្រូវទទួលការពិតមួយដែលគ្មានមនុស្សណាម្នាក់ចង់បានគ្រួសារបែកបាក់និងទុកឲ្យខ្ញុំនៅជាមួយកូនកំព្រាឪពុក2នាក់កូនបងអាយុ4ឆ្នាំកូនពៅទៅតែ4ខែកន្លះសូមស្រមៃមើលស្ត្រីម្នាក់កាន់កូនខ្ចីក្នុងដៃហើយនៅក្នុងចិត្តពោពេញដោយការភ័យខ្លាចមិនដឹងអនាគតទៅជាយ៉ាងណាខ្លាចមិនអាចថែរក្សាកូនបានល្អខ្លាចសូម្បីតែថ្ងៃស្អែកនឹងមកដល់បងប្អូនដែលធ្លាប់ជួបការបែកបាក់ប្រហែលជាយល់ច្បាស់ណាស់ពីអារម្មណ៍នេះតែអ្នកដែលរស់នៅក្នុងគ្រួសារមានសុភមង្គលអាចនឹងមិនយល់ទេថាភាពឯកោវាឈឺចាប់យ៉ាងណាប៉ុន្តែអ្វីដែលឈឺចាប់ជាងឯកោនោះគឺការទទួលរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯងដូចជារឿងប្រាក់និងកូនក្រោយពេលលេងលះខ្ញុំមិនសល់អ្វីទេក្រៅពីបំណុលដូចនេះខ្ញុំមិនមានជំរើសទេត្រូវតែប្រឹងពេលថ្ងៃខ្ញុំធ្វើការឲ្យគេ8ម៉ោងពេលល្ងាចខ្ញុំលក់ផ្លែឈើតាមរដូវកាលពេលយប់ខ្ញុំរៀនបន្តបរិញ្ញាបត្រជាន់ខ្ពស់ហើយពេលខ្លះចេញពីរៀនយប់ខ្ញុំដឹកអីវ៉ាន់ឲ្យភ្ញៀវបន្ថែមទៀតពេលនោះខ្ញុំគ្រាន់តែគិតថាបើខ្ញុំមិនប្រឹងខ្ញុំរស់មិនបានទេហើយកូនខ្ញុំក៏គ្មានអនាគតដែររឿងទាំងនេះជារឿងពិតរបស់ខ្ញុំនិយាយដើម្បីឲ្យបងប្អូនទាំងអស់គ្នារក្សាក្រុមគ្រួសារឲ្យបានល្អប្រសិនបើអាចជៀសវាងការបែកបាក់បានសូមកុំជ្រើសរើសវាព្រោះនៅពីក្រោយការបែកបាក់មួយមិនមែនមានតែការឈឺចាប់របស់មនុស្សធំទេប៉ុន្តែមានកូនដែលត្រូវរស់នៅក្នុងស្នាមរបួសដែលពួកគេមិនបានជ្រើសរើសនេះគ្រាន់តែជា EP1 អេពីសូតទី1ប៉ុណ្ណោះនៅមានរឿងជាច្រើនទៀតដែលខ្ញុំនឹងចែករំលែកជាបន្តបើបងប្អូនកំពុងជួបការលំបាកក្នុងជីវិតសូមកុំបោះបង់ព្រោះស្ត្រីម្នាក់ដែលធ្លាប់បែកបាក់នៅអាយុ28ឆ្នាំអាចឈរឡើងវិញបានបងប្អូនក៏អាចធ្វើបានដូចគ្នាសូម Subscribe Channel YouTube របស់ខ្ញុំដើម្បីបានស្ដាប់ EP2 បន្តទៀតសូមអរគុណ